ច្បាប់វាគឺជាអាជ្ញានៅក្នុងការកំណត់និងហាមឃាត់ច្បាប់គឺជាច្បាប់លក្ខណៈរបស់ច្បាប់វាគ្មានមេត្តាវាគ្មានមនោសញ្ចេតនាឡើយព្រោះច្បាប់វាគឺជាឧបករណ៍មួយរបស់នយោបាយរាល់ច្បាប់ទាំងអស់គឺវាកើតឡើងដោយសារនយោបាយណាគ្រប់គ្រងវាគឺច្បាប់វានឹងបំរើនយោបាយនោះឧបមាជាក់ស្ដែងនៅក្នុងរបបប្រជាធិបតេយ្យច្បាប់គឺស្តង់ដារប្រជាធិបតេយ្យនៅក្នុងរបបកុម្មុយនីសច្បាប់គឺស្តង់ដាររបស់កុម្មុយនីសនៅក្នុងនគរព្រះច្បាប់គឺស្ថិតនៅក្នុងរបបព្រះនៅក្នុងនគរបិសាចច្បាប់ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់បិសាចដូច្នេះហើយលក្ខណៈរបស់ច្បាប់វាអត់មានស្តង់ដាររួមមួយទេស្តង់ដាររបស់វាគឺអាស្រ័យទៅលើនយោបាយតើនយោបាយបែបម៉េចច្បាប់បែបនោះនយោបាយនោះវាស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ្នកដឹកនាំបើអ្នកដឹកនាំគ្រប់គ្រងបែបណានយោបាយបែបហ្នឹងហើយច្បាប់វានឹងคล้ายទៅជាទម្រង់បែបហ្នឹងលក្ខណៈរបស់ច្បាប់គឺច្បាប់សារជាតិរបស់ច្បាប់វាមិនល្អហើយក៏មិនអាក្រក់ដែរនរណាគ្រប់គ្រងវាបំរើអ្នកហ្នឹងបើសិនជាអ្នកចង់ឲ្យច្បាប់បំរើប្រយោជន៍អ្នកលុះត្រាតែអ្នកជាម្ចាស់ច្បាប់លុះត្រាតែអ្នកជាអ្នកគ្រប់គ្រងច្បាប់ទៅច្បាប់បំរើប្រយោជន៍អ្នកកុំគិតថាច្បាប់បំរើមនុស្សទូទៅនោះគ្មានផ្លូវទេសារជាតិរបស់ច្បាប់គឺច្បាប់នរណាគ្រប់គ្រងវានរណាបង្កើតវាគឺវាបំរើអ្នកនឹងហើយគឺជាច្បាប់នៅក្នុងសម័យខ្មែរក្រហមក៏មានច្បាប់របស់ខ្មែរក្រហមដែរនៅក្នុងសម័យលន់នល់ក៏មានច្បាប់របស់លន់នល់ដែរនៅប្រទេសកូរ៉េខាងជើងគឹមចុងអ៊ុនក៏មានច្បាប់របស់គឹមចុងអ៊ុនដែរច្បាប់គឺជាច្បាប់គឺជាអាជ្ញានៅក្នុងការហាមនិងតម្រូវទៅតាមលក្ខណៈនៃការគ្រប់គ្រងរបបនោះនរណាគ្រប់គ្រងវានឹងបំរើអ្នកហ្នឹងដូច្នេះហើយបើអ្នកនិយាយថាច្បាប់ល្អថាច្បាប់អាក្រក់ចូលសិក្សាអំពីលក្ខណៈច្បាប់ឡើងវិញប៉ុន្តែនៅក្នុងសង្គមជាតិមួយគឺត្រូវការច្បាប់យ៉ាងចាំបាច់នៅក្នុងការគ្រប់គ្រងដូច្នេះហើយយើងត្រូវការច្បាប់ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសបានចែងថាពលរដ្ឋជាម្ចាស់ប្រទេសពលរដ្ឋជាម្ចាស់អំណាចដូច្នេះហើយច្បាប់គឺត្រូវតែបំរើប្រយោជន៍ពលរដ្ឋបើច្បាប់រំលោភបំពានទៅលើពលរដ្ឋបើច្បាប់រំលោភបំពានទៅលើសិទ្ធិសេរីភាពរបស់ពលរដ្ឋនោះច្បាប់មិនមែនជាច្បាប់ប្រជាធិបតេយ្យឡើយដូច្នេះអ្នកដែលចែងច្បាប់ក៏ត្រូវតែពិនិត្យឡើងវិញថាតើច្បាប់នោះវាស្ថិតនៅក្នុងស្តង់ដារប្រជាធិបតេយ្យឬមួយក៏មិនមែនដើម្បីឲ្យយើងអាចរស់នៅសុខសាន្តទាំងអស់គ្នាជុំគ្នាបានទាំងអស់គ្នាលុះត្រាតែច្បាប់នោះជាច្បាប់បំរើប្រយោជន៍ទាំងអស់គ្នាមិនមែនបំរើអញជន់ឯងមិនមែនបំរើឯងជន់អញទេគឺត្រូវតែបំរើប្រយោជន៍ទាំងអស់គ្នាទើបធ្វើឲ្យយើងអាចរស់នៅសុខសាន្តទាំងអស់គ្នាកសាងប្រទេសជាតិយើងឲ្យคล้ายទៅជាអរិយប្រទេសជាប្រទេសជឿនលឿនរុងរឿងសប្បូរសប្បាយផ្នត់គំនិតអរិយប្រទេសមាននៅក្នុងសៀវភៅអរិយប្រទេសសៀវភៅធំក៏បានសៀវភៅតូចក៏បានមានច្រើនជម្រើស